សួស្តីបងប្អូនអរគ្នាហ្នឹងហើយស្វាគមន៍មកកាន់វីដេអូទី2គឺជាវីដេអូជាមួយនឹងការដាក់មេនុយទៅលើ board របស់យើងដែលយើងបានបង្កើតនៅមេរៀនទី1ហ្នឹងហើយតោះឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលទៅដាក់ទាំងអស់គ្នាជាដំបូងយើងទៅវាយ board filter ហ្នឹងមកហ្នឹងហើយដើម្បីយើងចូលទៅតាម board filter អូខេហើយកន្លែងមកមើលខាងលើនេះគឺជា link board របស់យើងដើម្បីយើងងាយស្រួលអូខេយើងចុចមកបន្ទាប់ពីចុចហើយគឺយើងគ្រាន់តែចុច start វានឹងចេញតម្រងបែបហ្នឹងហើយបន្ទាប់ពីចេញតម្រងបែបហ្នឹងហើយគឺយើងគ្រាន់តែចុចពាក្យថានេះហ្នឹងមកអូខេបន្ទាប់មកយើងចុច add យើងចុច add ហើយគឺវានឹងឲ្យយើងដាក់នេះហើយគេក៏បានបញ្ជាក់យើងដូចគ្នាហើយចំពោះការដាក់ហ្នឹងគឺយើងអាចដាក់ជាអក្សរលេខជាមួយនឹង emoji ក៏បានដាក់អក្សរអង់គ្លេសក៏បានអក្សរខ្មែរក៏បានដែរអត់មានជាបញ្ហាអីទេហ្នឹងហើយតែឥឡូវនេះខ្ញុំដាក់ទង់ជាកម្ពុជាខ្ញុំដាក់អូខេបន្ទាប់ពីខ្ញុំដាក់អញ្ចឹងមកអូខេឥឡូវគឺវាបានលោតមកហើយអូខេឥឡូវយើងបានហើយបន្ទាប់មកគឺអ្វីដែលយើងត្រូវធ្វើគឺនេះចុចមកកន្លែងហ្នឹងមកអូខេបន្ទាប់មកគឺវានឹងចេញទៅបែបហ្នឹងហើយអ្វីដែលយើងត្រូវធ្វើបន្តគឺយើងចុចទៅលើមេនុយរបស់យើងដើម្បីយើងត្រាក់ mistake ហ្នឹងហើយបន្ទាប់ពីឃើញអញ្ចឹងហើយគឺវាមានតម្រងបែបហ្នឹងយើងចុចយកអានេះយើងចុច add ហ្នឹងមកហើយបើសិនជាបងប្អូនទាំងគ្នាអត់ចេះទៅលើអង្គខ្លះដូចជាខ្ញុំអញ្ចឹងគឺយើងត្រូវចំណាំមើលអាបេតុងនេះអានេះគឺ A B C អានេះ A B C D ហើយនឹងអានេះ1 2 3 4អញ្ចឹងអ្វីដែលយើងត្រូវយកក្នុងចំណោម option ទាំង3ហ្នឹងអ្វីដែលយើងត្រូវយកគឺយើងយកមានលេខសម្គាល់1 2 3 4ហ្នឹងហើយអូខេបន្ទាប់ពីចេញអញ្ចឹងហើយគឺវានឹងឲ្យយើងដាក់ជាមួយនឹង mistake ហីអូខេឥឡូវខ្ញុំដាក់សិនឥឡូវខ្ញុំដាក់នេះមួយអូខេឥឡូវខ្ញុំដក clear បន្តិចមកហើយខ្ញុំសុំទៅយកឈ្មោះTelegram របស់ខ្ញុំសិនតើឥឡូវយើងដាក់មកយើងដាក់ឈ្មោះឲ្យគេតាក់ទងមកបញ្ជាក់បន្តិចបើសិនជាយើងដាក់អញ្ចឹងហើយយើងអត់ដក clear បើយើងដាក់អញ្ចឹងគឺគេចុចអត់ការទេហ្នឹងហើយអ្វីដែលយើងត្រូវធ្វើគឺយើងដក clear បន្តិចហើយចាំយើងដាក់ពេលដាក់ហើយគឺយើងត្រូវដក clear បន្តិចដូចគ្នាហើយចាំយើងទៅ share សំខាន់អូខេអូខេឥឡូវគឺវាចេញពណ៌ខៀវអញ្ចឹងហើយចឹងមានន័យថាគេអាចចុចបានហើយហើយអានេះក៏enter apply ហ្នឹងក៏យើងត្រូវដាក់ដូចគ្នាអាហ្នឹងគឺជាប៊ូតុងបញ្ជូនហ្នឹងឯងឥឡូវនេះគឺយើងដាក់ខ្ញុំដាក់ថា admin អូខេហើយខ្ញុំដាក់ឈ្មោះមិញមកអូខេហើយខ្ញុំដាក់ដក clear បន្តិចដូចគ្នាហើយខ្ញុំដាក់ស្ទង់ជាកម្ពុជាដូចគ្នាអូខេយ៉ាឥឡូវគឺ data successful ហ្នឹងហើយគឺវាជោគជ័យហើយដើម្បីឲ្យយើងទៅមើលជាមួយនឹងប៊ូតុងរបស់យើងថាវាដំណើរការឬអត់យើងចុចទៅលើពាក្យ stop editor បន្ទាប់ពីយើងចុច stop ហើយគឺវានឹងចេញអញ្ចឹងយើងចុច close អូខេឥឡូវនេះគឺជាប៊ូតុងរបស់យើងឥឡូវយើងស្តាក់ចុចទៅនេះបាទគឺថាវាចេញកម្រងបែបហ្នឹងហើយអានេះគឺជាប៊ូតុងដែលយើងបានដាក់ដំណាក់កាលទី3មិញហ្នឹងហើយយើងគ្រាន់ចុចបាញ់ហ្នឹងគឺវាចេញចឹងមកហើយអានេះគឺដោយសារតែយើង
ជាម្ចាស់អញ្ចឹងយើងអាចមើលឃើញនេះហើយនេះ user ID អីនេះអញ្ចឹងគឺមកពីយើងជា admin ហើយចាំខ្ញុំចូលទៅតេស្តនៅ account មួយទៀតដែលមិនមែនជា admin បងហ្នឹងតោះឥឡូវនេះគឺខ្ញុំមកតេស្តជាមួយនឹង account មួយទៀតអូខេឥឡូវដល់ពេលយើងចូលមកយើងមិនមែនជា admin bot គឺវាមានតែតម្រងបែបហ្នឹងឯងឥឡូវយើងចុចមកនេះអូខេហើយយើងចុចមួយទៀតណាគឺវានឹងចេញចឹងឯងយើងគ្រាន់តែចុចទៅលើពាក្យហ្នឹងមកគឺមកដល់ជាមួយនឹង account admin ហ្នឹងតែម្ដងអញ្ចឹងគឺវាស្រួលងាយស្រួលសម្រាប់ឲ្យគេតាក់ទងមកយើងអូខេតើឥឡូវនេះវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយ